បន្ទាប់ពីឆ្លងកាត់ការសិក្សារយៈពេល6ឆ្នាំនៅបឋមសិក្សានិង6ឆ្នាំនៅវិទ្យាល័យជំហានបន្តដែលសិស្សគ្រប់រូបត្រូវគិតនោះគឺការរើសជំនាញសិក្សានៅសាកលវិទ្យាល័យការរើសជំនាញបានក្លាយទៅជាផលវិបាកហើយក៏ជាកត្តាចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុតសម្រាប់សិស្សានុសិស្សតើការជ្រើសរើសជំនាញសិក្សាមានឥទ្ធិពលអ្វីខ្លះដល់សិស្សានុសិស្សនាថ្ងៃអនាគតចាប់ផ្ដើមពីពេលការខ្ញុំរៀនវិទ្យាល័យខ្ញុំដឹងថាខ្ញុំអត់សូវបកកែមុខវិជ្ជាដូចជាគណិតវិទ្យារូបវិទ្យាអីចឹងទេអញ្ចឹងខ្ញុំគិតថាខ្ញុំបកកែភាសាខ្មែរនៅពេលដែលខ្ញុំផ្លាស់ប្ដូរភ្នំពេញមុនដំបូងខ្ញុំបានស្គាល់សិស្សច្បងម្នាក់ហើយគាត់បានប្រាប់ខ្ញុំពីមុខវិជ្ជាផ្សេងប៉ុន្តែក្នុងនោះខ្ញុំចូលចិត្តមុខវិជ្ជាសារព័ត៌មានដោយសារតែវាទាក់ទងនឹងការសរសេរហើយមួយទៀតខ្ញុំគិតថាពេលដែលខ្ញុំជួបមនុស្សអញ្ចឹងខ្ញុំចូលចិត្តជួបមនុស្សថ្មីខ្ញុំគិតថាការរើសជំនាញវាសំខាន់បំផុតដោយសារតែវាមិនមែនតែយើងរៀនសម្រាប់រយៈពេល4ឆ្នាំហ្នឹងឯងគឺយើងយកជំនាញហ្នឹងគឺរហូតមកជីវិតតែម្ដងអញ្ចឹងដូចខ្ញុំមកពេញមុនដំបូងខ្ញុំរៀនសិក្សាផ្នែកអន្តរជាតិប៉ុន្តែដោយសារតែខ្ញុំគិតថាខ្ញុំអត់សូវចាប់បានអញ្ចឹងខ្ញុំក៏ចាប់ដើមដូរមុខវិជ្ជាមកសារព័ត៌មានវិញខ្ញុំសូមលើកទឹកចិត្តឲ្យសិស្សនិស្សិតដែលគាត់ចង់មករៀនភ្នំពេញឲ្យស្វែងយល់ឲ្យច្បាស់លាស់ពីខ្លួនឯងហើយនឹងចាប់ដើមរកព័ត៌មានដើម្បីរៀនកុំឲ្យខកដូចខ្ញុំខ្ញុំចាប់ចូលមហាវិទ្យាល័យដំបូងនៅឆ្នាំ1999ហើយខ្ញុំរៀនជំនាញឯកទេសអក្សរសាស្ត្រខ្មែរបំណងដែលមករៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរហ្នឹងដោយសារគោលបំណងរបស់ខ្ញុំចង់ក្លាយជាគ្រូបង្រៀនអក្សរសាស្ត្រហ្នឹងតែម្ដងប៉ុន្តែការរៀននៅសាកលវិទ្យាល័យពិសេសផ្នែកអក្សរសាស្ត្រហ្នឹងមិនមែនមានន័យថាប្រកាសថាចេញមកដឹងថាជាគ្រូបង្រៀនទេវាតើតែយើងចប់បញ្ញាបត្រហ្នឹងហើយយើងទៅប្រឡងចូលវិទ្យាស្ថានជាតិអប់រំមួយទៀតទើបយើងបានក្លាយជាគ្រូបង្រៀនមិនមែនមានន័យថាចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹងមកក្លាយជាគ្រូបង្រៀនហ្មងមិនមែនទេយើងសូមជំរាបទៅដល់អ្នកទាំងអស់គ្នាឲ្យបានជ្រាបថាចេះគ្រូបង្រៀនបើយើងតាំងចិត្តថាយើងធ្វើគ្រូបង្រៀនយើងមិនអាចក្លាយទៅជាអ្នកមានស្រុកស្ដំពីអាជីពជាគ្រូបង្រៀនបានទេប៉ុន្តែអាជីពជាគ្រូបង្រៀននេះសម្រាប់អ្នកស្រឡាញ់ចូលចិត្តដូចខ្ញុំអញ្ចឹងខ្ញុំគិតថាជាអាជីពមួយថ្លៃថ្នូរនៅពេលបង្រៀនស្ថានភាពពេលបង្រៀនផលលំបាកបញ្ហាសំខាន់គឺបញ្ហាកត្តាសិស្សអញ្ចឹងអ្វីដែលជាបញ្ហាប្រឈមគឺសិស្សមួយចំនួនដែលមានជីវភាពទូធាហើយសិលធម៌គាត់មិនសូវល្អក្នុងខ្លួនផងគាត់មើលមកយើងជាគ្រូនឹងដូចជាអន់មែនតើអញ្ចឹងអានេះជាបញ្ហាប្រឈមមួយយើងដែលយើងត្រូវធ្វើយ៉ាងម៉េចនៅពេលដែលយើងជួបនឹងបញ្ហាប្រឈមបែបហ្នឹងអានឹងជាបញ្ហាសំខាន់ណាស់ប៉ុន្តែយ៉ាងណាក៏យើងត្រូវជំនះដែរយើងត្រូវកាន់ចិត្តមួយថាអាជីពជាគ្រូបរិញ្ញាវាមុខតែជួបហើយបញ្ហាប្រឈមបែបហ្នឹងណាវាទៅប៉ុន្តែក៏មានដែរបញ្ហាល្អមួយចំនួនដូចសិស្សមួយចំនួនគាត់យល់ពីពលិកម្មរបស់គ្រូគាត់យល់ពីការលះបង់របស់គ្រូក៏គាត់គោរពគាត់ស្រឡាញ់អញ្ចឹងដែរខ្ញុំរៀនធនាគារនិងហិរញ្ញវត្ថុការពិតសម័យខ្ញុំហ្នឹងខ្ញុំស្រឡាញ់មិនមែនធនាគារហិរញ្ញវត្ថុអីខ្ញុំចង់រៀនផ្នែកព័ត៌មានវិទ្យាកុំព្យូទ័រប្រើប្រាស់កុំព្យូទ័រព្រោះអីខ្ញុំនៅពេលដែលខ្ញុំនៅរៀនវិទ្យាល័យហ្នឹងខ្ញុំចូលចិត្តប្រើកុំព្យូទ័រចូលចិត្តលេងហ្គេមតាមកុំព្យូទ័រហើយចិត្តបច្ចេកវិទ្យាថ្មីអញ្ចឹងចង់រៀនប៉ុន្តែពេលដែលចូលរៀនហ្នឹងដោយសារតែសម័យនោះការខ្ញុំរៀនហ្នឹងគឺធនាគារហិរញ្ញវត្ថុហ្នឹងគឺជារួមវិស័យធនាគារគឺកំពុងរីកដុះដាលហើយនៅខ្មែរអញ្ចឹងគ្រួសារខ្ញុំមានអ្នកបងប្រុសខ្ញុំហើយនឹងប៉ាម៉ាក់ខ្ញុំគាត់ក៏ណែនាំឲ្យរៀនខាងហ្នឹងវិញទៅហើយម្យ៉ាងទៀតIT ការសម័យនោះសិតតែប្រុសទាំងអស់ហើយខ្ញុំស្រីតែឯងអញ្ចឹងខ្ញុំក៏សម្រេចចិត្តរៀនធនាគារហិរញ្ញវត្ថុតែប៉ុតខ្ញុំគិតថាបើសិនជាយើងស្រឡាញ់មុខជំនាញអីយើងរៀនមុខជំនាញរបស់ដែលយើងស្រឡាញ់គឺប្រហែលជាបានទទួលផលល្អជាងការអានេះវាហាក់បីដូចជាមានអារម្មណ៍ថាបខំខ្លួនឯងអញ្ចឹងអត់សូវពេញចិត្តអាហ្នឹងទេប៉ុន្តែត្រូវតែបខំតែរៀនយកវិស័យហ្នឹងវិញដើម្បីស្របទៅតាមទីផ្សារការងារដោយសារតែខ្ញុំនឹងចាប់អារម្មណ៍ថាបច្ចេកវិទ្យាយើងសប្តាហ៍ហ្នឹងគឺផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងវាកាន់តែមានការរីកចម្រើនឡើងដូចជាមានសម្ភារៈប្រើប្រាស់ទំនើប
vậy tới cứ tẹt tông nâng bạch trai chia nâng tại một đòn chất sờ lạnh bao nhom nâng cứ ban ao nhom nâng bục bia thà ta bạch trai chia tầng nâng cứ về ban mau bị ấy ta dương hiện khang ấy đã phơi xong bị đẹp bạch trai chia trong bàn hãy có nhom đi tha tam sợp xua kê sơ bong rồi có lục cừu đại dương top score chẳng còn có vẻ tha ở trong điện IT mà đọc bên mà đọc biến vì copy ở vậy đại nhom cất tha copy cả muốn dương cất tha dương quả sẽ lại mới tới hiện là đấng ai thua chẳng bàn ta đọc bên biến cứ một buổi chia đại hiện nó cứ viên miên ở đoạn học bị bạ mền rồi bà dương này chạy tới IT nó cứ đào từ lửa cả từ xe câu xe tam đòn bị bạ hay nhom hiển cô của bạn chỉ tới cứ của bạn đi khả năng pe riêng hay nhom chụp bánh hà bị bạ trắng được pe class assignment đại cụ đã phơ ở trong toàn này trắng tay từ miền chặt môi tha trong tại chụp riêng tay cái tha ở dương một đòn nó dương trời tập prang dương trời tập su ở trong 4 năm chỉ tới cứ dương việc lẹ khả năng tha dương chọc tụt hào với dương ọt ai bỏ khỏi vì nghe dương đo cái đã tệ lệ chẳng dương miền tại dương pupi chùm nè ốp xạ đại dương của phong để chụp bật sòng ngày nắng đôi chia lỡ bờ sân chia một chia môi nắng dương hiện nắng của bà chẳng dương thợ tờ miền cột rư co ai chẳng tới dương mau pe tần nế mà riêng ở sả chung kia chẳng chẳng làm bây giờ pupi thường năng bàn trong phu cầm đặt bao nhóm toán cứ nhung cắt tham môn những dương châu riêng ở giặc có dương mình trơ cắt đôi nhung bị món này cắt thắng ở vậy để dương sả lạnh trắng dương cắt tha hiện cao thì tam bất pe class dương thử tập cắt tha ở vậy để dương hiện nó một buổi chia nắng dương thử phanh trong một buổi chia thì tam một buổi chia nắng việt ao dương riêng cao ọt tha ở tiêu một buổi chia sả lạnh IT mà tái anh miên chặt môi tha chúng cá anh sả lạnh ai xây tiệt chẳng dương ai vô một buổi chia pi nắng mà compare khả năng pe dương hiện nơi chia lấy dương ai compare rồi dương ai xua cái tha anh nắng đôi tha tẹt tông sả lạnh tham chạy chia đường mền tái miên tẹt tông từ năng cao từ xe câu rồi còn từ xe chẳng ta dương ai từ ruột ọt trên tờ xu hướng này chân sân 200 chương một buổi chiều để dân anh riêng bạn nơi ní nhung hiện finance bank một trình để nhung hiện finance bank nắng có việc tẹt tông mùi cái lãnh thơ ca nhung kịch lôi bệnh chi bằng chi chẳng á vì phụ viên miền account nó không nâng đài chẳng một chia finance bank nắng mạng nhung quất sờ lạnh khang nắng á phần tay mền ấy để nhung sờ lạnh papa po trong phố nhung ọt mi anh phần tay khoản ta về riêng mình sơi chỉ bạc cai được kê khoản ta ấy để dương ọt sơi chẳng chẳng vì thưa ở papa mũi chật dương tích phần tay riêng bàn nhung cất tha vì ọt sơi là o thế phù quát cha quát ở sơi đăng tìm xa càng nhiều bé khoản là ní khoản ta chia ấy để quát sờ lạnh ta pa mạng nhung quát nè hổ si chân quát ở sơi đăng này toàn nè thưa cá và hai chỉ cất bàn chở chừng nàyการเรียนในวิทยาลัยจอบก็กำหนดคือทาจองคลายแต่จีเนี่ยกรุบกรองก็มันใต้ในเป็นนู่นเดซายยังสกอตมัดแผลชราดเราแต่เป็นสกอตมัดแผลชราดก็เทลดบัญญัติเรียนจุ่มเนียกรุบกรองเต้ยังเมื่อเต้ถึงเนียกีในรังวัตถุพวกไอ้คริสตันมิโครรังวัตถุถึงเนียกีนั่นวิเมียนชราดก็การชราดจังเต้วิจิเอากะมวยสำหรับยืงปันใต้จำนองจำนวนจะต้องอดสลายเต้ปันใต้การโอตีนสำหรับขยมมันจะไปเต้ขยมละอัดđó là tới dương mơ bị cào ấy chẳng tới mà tới đôi con không mềm đó tập để mơ cái đôi con không mềm dương khi nhóm gì tới bật vì sau đó bật nhóm để khi nhóm đã tập tam microfinance từ địa kia CV khi nhóm cho bà đọc về test smart tập hiệp này cần được chia APC như vậy nó nhóm cho đó tập để khi nhóm tới sập hiệp right pro đang tới cứ khi nhóm tay từ tụi ban tiệm mũi để kênh gì thá còn ấy miền smart tập hiệp còn anh miềnสมรรถភាពអាចធ្វើកិច្ចការងារនឹងបានក៏ប៉ុន្តែរូបរាងយើងមើលទៅវាអត់ត្រូវស្តង់ដារដែលខាងគេនឹងទទួលយកចំណុចនេះហើយដែលធ្វើឲ្យខ្ញុំមិនបានជោគជ័យអ្វីដែលខ្ញុំបានរៀននឹងឯងហើយបច្ចុប្បន្ននេះខ្ញុំធ្វើការនៅ IVTU ផលលំបាកវាមានបើនិយាយពីបនទៀនគេឈប់ប៉ុន្តែ IVTU អត់ឈប់ទេទោះបីជាមានសៅរ៍អាទិត្យក៏ដោយគេជួបជុំបងប្អូនគេចឹងទៅហើយយើងនៅតែធ្វើការហើយទី2ការងារវិទ្យុដែលលំបាកសម្រាប់ខ្ញុំមួយទៀតហ្នឹងអារម្មណ៍យើងសប្បាយកម្មវិធីសប្បាយអត់អីទេតែបើអារម្មណ៍យើងមិនសប្បាយខាងក្រៅយើងតម្រូវយើងធ្វើកម្មវិធីសប្បាយគឺយើងត្រូវតែសម្របទៅតាមនឹងដែរការងារទី3គឺការងារត្រូវតែនៅមួយកន្លែងទោះបីជាកន្លែងការងារធំទូលាយមិនក៏ដោយដល់ម៉ោងយើងចូលបន្ទប់ផ្សាយយើងនិយាយតែជាមួយមេក្រូឯងអត់មានគេហៅថាទៅខាងក្រៅបានទេនៅតែមួយកន្លែងទេការពីបញ្ចប់នៅវិទ្យាល័យហើយខ្ញុំបន្តការសិក្សា
មកភ្នំពេញនេះគឺចាប់មុខជំនាញព័ត៌មានវិទ្យា IT ហើយសម្រាប់ការហ្នឹងការសម្រេចចិត្តនេះគឺដោយសារតែទីមួយយើងឆ្លាញ់ខាងដូចថាយើងចង់ចេះកុំព្យូទ័រយើងចង់ដឹងពីបច្ចេកវិទ្យានៃកុំព្យូទ័រហ្នឹងទើបយើងសម្រេចចិត្តហើយម្យ៉ាងវិញទៀតក៏យើងសម្រេចចិត្តតាមការពិភាក្សាជាមួយមិត្តភ័ក្តិពីតាមខេត្តមកដែរព្រោះយើងមានមុខវិជ្ជាជាមួយគ្នាហើយយើងអាចនៅជាមួយគ្នាបានសម្រាប់ផលវិបាកនៅក្នុងការរៀននៅមុខវិជ្ជា IT ឬក៏ព័ត៌មានវិទ្យានេះគឺដោយសារតែយើងពីមុនមកយើងអត់ធ្លាប់បានស្គាល់សោះថាអ្វីទៅរបៀបនៃការប្រើប្រាស់កុំព្យូទ័រនឹងយ៉ាងម៉េចហើយការហ្នឹងរៀនហ្នឹងគឺដោយសារតែយើងហ្នឹងចង់និយាយថាតាមគ្នានិយាយរួមទៅថាតាមមិត្តភ័ក្តិហ្មងដំបូងឡើយគឺការងារជាអ្នកសារព័ត៌មាននេះគឺដោយសារតែជាការងារមួយសម្រាប់ថវិកាឬគ្រប់គ្រងនៅការសិក្សារបស់យើងគ្រាន់តែជាការងារក្រៅប៉ុន្តែក្រោយពីធ្វើកិច្ចបានបំពេញកិច្ចការងារនេះរយៈពេលមកដល់ពេលនេះប្រហែលជា7-4ឆ្នាំហើយទៅពេលអញ្ចឹងទៅគឺថាវាជាការងារមួយដែលល្អហើយជាការងារមួយដែលផ្ដល់នៅចំណេះដឹងរបស់យើងបានកាន់តែច្រើនដែរបាទការងារជាអ្នកសារព័ត៌មាននេះគឺផលវិបាករបស់វាដោយថាបើយើងជាឧទាហរណ៍ជាក់ស្ដែងទៅនៅពេលដែលយើងចុះយកព័ត៌មានក្នុងព្រឹត្តិការណ៍ណាមួយឧទាហរណ៍ថាជាបាតុកម្មដែលមានអំពើហិង្សាអញ្ចឹងគឺយើងចុះទៅយើងអាចនឹងមានការប្រឈមហើយមួយទៀតយើងជាអ្នកសារព័ត៌មានហើយយើងត្រូវតែមានការប្រឈៀតដូចថាយើងចង់បានសម្លេងនរណាម្នាក់ដែលយើងចង់បានអញ្ចឹងគឺអ្នកសារព័ត៌មានត្រូវប្រឈៀតដើម្បីយកសម្លេងនឹងឲ្យបានហើយមួយទៀតផលវិបាកនៅក្នុងការធ្វើព័ត៌មានគឺការសម្ភាសជាអ្នកដែលយើងចង់បានប្រភពព័ត៌មានពីពួកគាត់អញ្ចឹងហើយគាត់មិនសូវផ្ដល់ព័ត៌មានឲ្យយើងក៏ជាផលវិបាកមួយដែរតាមពិតខ្ញុំអត់មានបំណងថាចង់ទៅធ្វើការខាង IT ទេព្រោះថាទីមួយយើងអត់សូវបានចេះអត់សូវបានចេះដឹងច្រើនពីរឿងមុខវិជ្ជាហ្នឹងបច្ចេកវិទ្យាហ្នឹងអញ្ចឹងយើងពិបាករកការងារបើយើងចង់រកការងារទៅក៏វាពិបាកដែរព្រោះថាយើងអត់សូវមានគេហៅថាយើងអត់សូវចេះការពីដំបូងឡើយជ្រើសរើសយកជំនាញគណនេយ្យចាជំនាញហ្នឹងឆ្លាញ់ខ្លួនឯងព្រោះអីគិតថាសម្រាប់មនុស្សស្រីយើងការងារហ្នឹងគឺវាងាយស្រួលយើងអត់បាច់ចេញទៅក្រៅឬក៏អីចឹងយើងធ្វើការនៅតែក្នុង office រៀនផ្នែកហ្នឹងយើងនៅពេលដែលរៀនត្រូវការគិតច្រើនព្រោះវាមិនមែនជាការអនុវត្តជាក់ស្ដែងទេយើងត្រូវការប្រឹងប្រែងព្យាយាមស្រាវជ្រាវវាច្រើនប៉ុន្តែនៅពេលដែលចេញធ្វើការទៅវាទៅជាម្យ៉ាងទៀតការងារយើងអត់សូវនេះគឺការងារដដែលដែលយើងធ្វើប្រចាំថ្ងៃពេលសិនជាពេលយើងរៀនគឺត្រូវការរៀនច្រើនការងារហ្នឹងគឺយើងធ្វើនៅមួយកន្លែងយើងអត់បាច់ចេញទៅក្រៅឬក៏អីច្រើនទេហើយណាមួយដូចថាតកតងជាមួយនឹងប្រាក់ខែក៏វាស្រួលម្យ៉ាងដែរការងារហ្នឹងយើងអាចដូចថាសមរម្យទៅនឹងមុខតំណែងរបស់យើងទទួលបានគ្រាន់បើគុណវិបត្តិគឺត្រូវការច្បាស់លាស់យើងធ្វើដូចថាឈិនឆៃអត់កើតទេអញ្ចឹងយើងត្រូវធ្វើអ្វីមួយយើងត្រូវមើលឲ្យបានម៉ត់ចត់យើងមិនអាចធ្វើប្រហែសបាននៃការងារហ្នឹងព្រោះតកតងជាមួយនឹងទឹកលុយតួលេខអីអញ្ចឹងបើសិនជាយើងមានការធ្វើប្រហែសយើងត្រូវមានបញ្ហាអញ្ចឹងគណនេយ្យគឺត្រូវការភាពច្បាស់លាស់តាមពិតទៅមានពីរចំណុចដែលខ្ញុំយកជំនាញព័ត៌មានវិទ្យាហ្នឹងទី1ដោយចំណងចិត្តខ្ញុំផ្ទាល់តែម្ដងហើយទី2ដោយមើលឃើញថាប្រទេសកម្ពុជាយើងខ្វះខាតជំនាញព័ត៌មានវិទ្យាហ្នឹងដូច្នេះខ្ញុំក៏គិតថាចាប់យកជំនាញហ្នឹងក្នុងការរៀនជំនាញនេះវាទាមទារឲ្យមានការអនុវត្តភ្លាមជាក់ស្ដែងព្រោះថាផ្នែកព័ត៌មានវិទ្យាហ្នឹងយើងទាមទារមែនតើក្នុងការអនុវត្តបើយើងអត់បានអនុវត្តគឺស្មើនឹងយើងនឹងអត់រៀនវាខុសពីជំនាញផ្នែក marketing ផ្នែក management អីគេរៀនទ្រឹស្ដីគេអាចជាការទន្ទិញជាការមើលទៅបទពិសោធន៍ផ្សេងប៉ុន្តែជំនាញនេះគឺទាមទារយើងការអនុវត្តជាក់ស្ដែងតែម្ដងពេលដែលរៀនចប់ព្រាមការស្វែងរកការងារមានការលំបាកព្រោះថាភាគច្រើនក្រុមហ៊ុនគឺគេទាមទារមានបទពិសោធន៍ចំណែកយើងជាសិស្សដែលតែចេញអញ្ចឹងបទពិសោធន៍ក៏អត់មានតែទ្រឹស្ដីដូច្នេះហើយឱកាសការងារពេលនោះគឺមានតែ volunteer សម្រាប់ខ្ញុំជាដំបូងសម្រាប់អ្នកថ្មីគឺខ្ញុំគិតថាស្មុគស្មាញដែលខ្ញុំធ្លាប់ឆ្លងកាត់ប៉ុន្តែបើសិនជាយើងបានធ្វើជាម្ដងឬជាពីរដងទៅវានឹងមិនមានភាពស្មុគស្មាញច្រើន
តាមពិតការពាក់ព័ន្ធទៅនឹងពេលវេលាគឺជាការលំបាកដែរដោយហេតុថាការយើងពេលវេលាធ្វើការក្រុមហ៊ុនអូខេគេកំណត់យើងធ្វើ8ម៉ោងប៉ុន្តែយើងអាចបញ្ចប់នៅ task មួយនឹងបានអញ្ចឹងគឺអូតូម៉ាទិកគឺយើងត្រូវតែធ្វើនៅផ្ទះអាចថាដាច់យប់ដល់ម៉ោង1 2ក៏មានដែរបាទខ្ញុំក៏សូមផ្ដាំផ្ញើដល់បងប្អូននិស្សិតនិងយុវជនជំនាន់ក្រោយដែលមានបំណងចង់រៀនផ្នែកព័ត៌មានវិទ្យានេះទី1យើងត្រូវដាក់ចិត្តឲ្យស្គាល់ឲ្យច្បាស់ថាអ្វីជាព័ត៌មានវិទ្យាហើយយើងស្រឡាញ់ជំនាញអីឲ្យពិតប្រាកដហើយបន្ទាប់ពីយើងដឹងថាជំនាញនឹងគេសិក្សាអំពីអីធ្វើការអំពីអីយើងត្រូវស៊ីជម្រៅឲ្យដឹងថាការងារនេះយើងចូលចិត្តប្រភេទមួយនេះហើយយើងព្យាយាមអនុវត្តឲ្យបានច្រើនដងការអនុវត្តគឺការអនុវត្តនិងការស្រាវជ្រាវគឺជាគន្លឹះសំខាន់សម្រាប់អ្នករៀនព័ត៌មានវិទ្យាដើម្បីទទួលបានភាពជោគជ័យ